សូមស្រមៃមើលអនាគតមួយដែលមនុស្សជាតិបានឡើងដល់កម្រិតអរិយធម៌ប្រភេទ2 Type 2 Civilization ដែលត្រូវបានកំណត់ក្នុងសំណែរបស់ Kardashev Scale ថាជាសង្គមដែលអាចប្រមូលនិងប្រើប្រាស់ថាមពលទាំងស្រុងពីផ្កាយមេរបស់ខ្លួននេះជាកម្រិតមួយនៃវឌ្ឍនភាពបច្ចេកវិទ្យាដែលឆ្ងាយឆ្លងពីចំណេះដឹងរបស់យើងសពថ្ងៃក្នុងកម្រិតនោះមនុស្សអាចសាងសង់រចនាសម្ព័ន្ធអវកាសមហាអស្ចារ្យដូចជាវងថាមពលព័ទ្ធជុំវិញផ្កាយ Dyson Swarm ឬរចនាសម្ព័ន្ធមហិមាដទៃទៀតដែលអាចបំផុសថាមពលដោយគ្មានព្រំដែនសំណង់ទាំងនេះមានទំហំធំដល់ថ្នាក់អាចស្មើមហាអង្កត់ផ្ចិតរបស់ប្រព័ន្ធព្រះអាទិត្យទាំងមូលនិងអាចផ្គត់ផ្គង់ថាមពលឲ្យក្រុងរីកចម្រើនរាប់ពាន់លាននាក់ឬសម្រាប់ប្រព័ន្ធ AI កម្រិតខ្ពស់ដែលវិវត្តពីមនុស្សនាពេលក្រោយក្នុងទស្សនវិស័យនេះយានអវកាសរាប់ពាន់រាប់ម៉ឺនដើរទាក់វិចារជុំវិញសំណង់មហិមាដើម្បីថែទាំការពារនិងអនុវត្តមុខងារបច្ចេកទេសវាជាផ្ទាំងរូបភាពរបស់សង្គមដែលបានឡើងដល់កម្រិតហួសពីការរត់នៅលើភពតូចមួយហើយចាប់ផ្ដើមគ្រប់គ្រងប្រភពថាមពលគល់ស្នូលរបស់ចក្រវាឡថាមពលពីផ្កាយបើទោះបីជាយើងនៅស្ថិតនៅដំណាក់កាលពួកសត្វ Homo sapiens នៅលើភពតូចមួយឈ្មោះ Earth ក៏ដោយការស្រមៃពីប្រព័ន្ធអនាគតបែបនេះជំរុញឲ្យយើងពិចារណាថ្មីពីអ្វីដែលអនាគតអក្រិយធម៌អាចคล้ายទៅជាពិតបានប្រសិនបើយើងបន្តអភិវឌ្ឍបច្ចេកវិទ្យាពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងរៀនប្រើប្រាស់ធនធានដ៏អស្ចារ្យរបស់ចក្រវាឡថាមពលខ្នាតផ្នែកមនុស្សជាតិអាចបង្កើតអនាគតមួយដែលខ្ពង់ខ្ពស់ជាងគ្រប់អ្វីដែលយើងធ្លាប់ស្រមៃនោះជាទិសដៅដែលមនុស្សសម័យអនាគតអាចរំពឹងទៅដល់ពិភពមួយដែលពន្លឺផ្កាយមិនមែនជាវត្ថុសម្រាប់មើលទេប៉ុន្តែជាធនធានដែលអាចคล้ายទៅជាមូលដ្ឋានដល់ជីវិតសកល